Chào, chị Suបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកលាងដុំទាំង3បងប្អូនហ្នឹងហើយខ្ញុំលេងជាមួយនៅជ័រដែលខ្ញុំបង្ហាញមុនហ្នឹងបងប្អូនហ្នឹងខ្ញុំលេងតែមួយហ្នឹងទេហើយមួយហ្នឹងខ្ញុំលេងចូលជិត1ឆ្នាំបងហ្នឹងហើយប្រាយូស៊ូវាស្វិតល្អមែនទែននៅជ័រហ្នឹងហើយយកត្រីបានច្រើនណាស់បងណាឥឡូវខ្ញុំមកបង្ហាញដុំទាំង3ហ្នឹងខ្ញុំធ្វើការលាងសម្អាតតែអ្វីដែលខ្ញុំលាងសម្អាតមុនគេគឺខ្ញុំដុំលេងរាល់ថ្ងៃគឺនេះបងប្អូនហើយអា2ទៀតគឺខ្ញុំសគួរដាក់នៅតាមខ្លួនអញ្ចឹងបងបើសិនជាមានខូចអាដុំដែលខ្ញុំលេងរាល់ថ្ងៃហ្នឹងខូចក៏ខ្ញុំយកអា2ដុំទៀតយកជំនួសអញ្ចឹងបងហើយថ្ងៃនេះមកបង្ហាញក្នុងការដោះទេបងប្អូននេះសម្រាប់តែបងប្អូនដៃថ្មីណាសម្រាប់បងប្អូនដៃថ្មីដែលគាត់អត់ហ៊ានក្នុងការដោះសម្អាតដុំខ្លួនឯងទេអាចមើលវីដេអូនឹងបានហើយជារួមគ្រឿងខាងក្នុងនៃម៉ាស៊ីនរបស់វាគឺងាយស្រួលជាងម៉ូតូបងប្អូនងាយស្រួលជាងគ្រឿងរបស់កុំព្យូទ័រទៀតបងប្អូនអញ្ចឹងគឺគ្រឿងនៃដុំម៉ាស៊ីនដែលយើងធ្វើការបកត្រីរាល់ថ្ងៃហ្នឹងគឺអត់មានអីញ៉ៃញ៉ៃច្រើនទេបងប្អូនសំខាន់គឺយើងដោះណាបើយើងអត់ចេះយើងដោះថាយើងដោះមុនអញ្ចឹងយើងដាក់ក្រោយដាក់ពេលយើងក្រោយយើងដាក់មុនណាបងប្អូនណាហ្នឹងហើយតិចនិចកន្លែងហ្នឹងទេបងប្អូនណាហើយខ្ញុំពីមុនក៏ខ្ញុំអត់ចេះអីដែរបងប្អូនខ្ញុំដោះហើយពេលដាក់ចូលវិញគឺកាំងស្ដោកគឺយើងមិនដឹងថាត្រូវធ្វើមិនទៀតអញ្ចឹងយើងព្យាយាមធ្វើវាចំណាំវាខ្លួនឯងបងប្អូនណាហើយចំណាំគ្នាធ្វើតែចំណាំច្បាស់ដៃខ្លួនឯងត្រឹមតែ5-6 ដងគឺយើងការងារប៉ុណ្នេះគឺយើងបិទភ្នែកធ្វើក៏បានបងប្អូនណាគឺងាយស្រួលទេបងប្អូនព្រោះចេះថាការងារហ្នឹងវាបង្រៀនយើងទេបងប្អូនណាគឺងាយស្រួលទេម៉ាស៊ីនដុំលើនេះមិនថាសេរីណាទេបងប្អូនគឺយើងសំខាន់យើងដោះយើងមើលបងប្អូនណាយើងដោះហើយយើងមើលចាំបើយើងដោះមុនយើងដាក់ក្រោយដាក់មុនណាបងប្អូនណាហ្នឹងហើយដូចយើងដោះម៉ូតូអញ្ចឹងដឹងថាឆ្វេងដឹងដោះពេលខាងស្ដាប់ដឹងរឹតអញ្ចឹងណាហ្នឹងហើយវាមិនខុសគ្នាប្រហែលទេបងប្អូនណាហ្នឹងហើយឥឡូវខ្ញុំធ្វើការគោះហើយបងប្អូនគោះឲ្យវាយកបដាំងវាចេញដោយសារថាដុំខ្ញុំវារាងចាស់ដែរបងប្អូនចាំការបងប្អូនដុំយើងចាស់យើងអត់សូវខ្វល់អីច្រើនទេបងប្អូនហ្នឹងហើយដុំនេះបងប្អូនមិនមើលទេគ្រឿងក្នុងខ្ញុំកែអស់ហើយគប់បានថា smooth ជាងអាដុំថ្មីទៀតបងប្អូនអាដុំសេរីហ្នឹងណាA200 ណា A200 ប៉ុន្តែអានេះកាប់សាច់អស់ហើយបងប្អូនដាក់គ្រឿងដៃវ៉ាផងជារូបគ្រឿងដៃវ៉ាគ្រឿងអីផ្សេងគឺខ្ញុំមិចបញ្ចូលគ្នាអស់ហើយបងប្អូនហើយខ្ញុំនៅកាយដៃលេងទៀតហ្នឹងហើយមិនទាន់បានធ្វើវាអញ្ចឹងជារួមបានឈើពេលផ្លេទៅបកថៃធ្វើវីដេអូផលនៅក្នុង page ទេបងប្អូនអញ្ចឹងណាអញ្ចឹងឥឡូវខ្ញុំធ្វើការបំបែកចេញហើយឥឡូវនៅខាងកន្លែងម៉ាស៊ីនវាបងប្អូនអានេះខ្ចៅបងប្អូនខ្ចៅខ្ញុំដោះខ្ចៅខាងក្នុងនេះមួយទៀតនោះ complete បងប្អូនណាហើយខ្ចៅកន្លែងហ្នឹងបងប្អូនវាមានអាទូចមានធំបងប្អូនណាបាទខ្ចៅខាងក្នុងនេះខាងក្នុងហើយនឹងអាខាងនេះខាងក្នុងនេះគឺsnow របស់វាទូចហ្នឹងបងប្អូនណាទៅយកអាខ្ចៅខាងក្រៅអានេះអាធំយកទៅដាក់ចូលទៅក្នុងអាកន្លែងខ្ចៅទូចគឺអត់បានបងប្អូនណាទ្រក់ចឹងបន្ទាប់ពីយើងដោះហើយអស់ហើយនេះអាខ្ចៅនេះមួយទៀតណាបងប្អូនណាអាហ្នឹងក៏ snow ទូចដែរបងប្អូនណាបើយើងអត់ចាំទេយើងដោះតែម្ដងយើងភ្លេចបងប្អូនដាក់ខ្ចៅទូចតាមខ្ចៅទូចទៅណាខ្ចៅធំដាក់តាម snow ធំទៅបងប្អូនណាជៀសវាងកុំឲ្យវាទ្រក់ណាហើយចំណាំខ្លួនឯងដោះមុនដាក់ក្រោយដាក់មុនណាបងប្អូនណាយើងចាំទៅពាក្យហ្នឹងទៅបើថាដោះក្រោយដាក់មុនដោះមុនដាក់ក្រោយបងប្អូនណាហ្នឹងចាំទៅពីរហ្នឹងទៅបានហើយឥឡូវខ្ញុំដោះចេញអស់ហើយអានោះកាកនោះមិនមែនកាករបស់វាទេបងប្អូនរងអីហ្នឹងគឺខ្ញុំកែអស់ហើយបងប្អូនមិនបញ្ចូលគ្នាឥឡូវនេះបងប្អូននេះវាចូលទឹកដែរបងប្អូនដោយសារខ្ញុំលេងលេខនុយលេខរហូតអញ្ចឹងបងប្អូននុយជាប់តែខ្ញុំលេងនុយលើផងនុយលេខផងអញ្ចឹងបងប្អូនអញ្ចឹងវាទឹកនេះបងប្អូននេះអញ្ចឹងនេះបងប្អូនកន្លែងមសហ្នឹងបងប្អូនកន្លែងមសហ្នឹងកន្លែងចំញ៉ងបងប្អូនកុំភ្លេចដាក់ខ្លាញ់របស់ខៀវហ្នឹងដាក់ពីលើដូសហ្នឹងផងនេះគឺជាកូនជ្រូកបងគឺកូនជ្រូកក្នុងការបបល់ណាហើយបើបងប្អូនដាក់ខុសក៏វាបបល់ទៅមកការវាកាំងអញ្ចឹងយើងត្រឡប់វាមកវិញមកណា
ហ្នឹងហើយអានេះម្យ៉ងវាបងប្អូនម្យ៉ងវារត់ជាមួយនឹងខ្ទុយត្រីហ្នឹងហើយកន្លែងនោះចានទុកនៅពេលដែលយើងចុចកាយបងប្អូនហើយឡើងកាយចឹងទៅហើយអានេះគឺជាស្ទះម្យ៉ងហើយអានេះគឺជារងសំខាន់បងប្អូនរងនេះគឺរងគេថារងស្លឹកបងប្អូនតែមិនដឹងថាគេធ្វើមកពីស្អីទេបងប្អូនគឺវាស្វិតល្អបងប្អូនហើយនៅខាងលើមួយទៀតនេះអានេះបតាខ្មៅហ្នឹងវាចូលទឹកបងប្អូនខ្ញុំនឹងជួយតែម្យ៉ងទេបងប្អូនព្រោះកន្លែងជ័រនោះហ្នឹងកន្លែងដាក់កន្លែងបង្គំវាហ្នឹងវាអត់មានបញ្ហាទេហើយចឹងនេះបងប្អូននៅកន្លែងនេះអានេះសំខាន់អានេះបងប្អូនដែលខ្ញុំដោះមកធ្វើហ្នឹងគឺវាគឺជាស្បែកប្រាំងបងប្អូននេះអ្នកដីថ្មីមួយចំនួនធំគឺតែជួបបញ្ហាមួយហ្នឹងបើយើងលេងរាល់ថ្ងៃ